នៅថ្ងៃទី9 ខែមិថុនាឆ្នាំ2025ក្រសួងការពារជាតិបានចេញមកអះអាងថាពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានោះទេពលគឺកងទ័ពកម្ពុជាកំពុងបន្តឈរជើងនៅតំបន់ដែលធ្លាប់កាន់កាប់ជាយូរមកហើយដដែលយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបានឲ្យដឹងថាស្ថានភាពនៅតំបន់ព្រំដែនកម្ពុជាថៃនាពេលបច្ចុប្បន្ននេះគឺពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានោះទេដោយកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយក្នុងនោះបានបញ្ជាក់ថារាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជារាប់ទាំងការឈរជើងការពង្រីកកម្លាំងការកែសម្រួលកម្លាំងការចល័តកម្លាំងគឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះជាមួយគ្នានេះកងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយព្រំដែនថៃជាពិសេសគណៈកម្មការព្រំដែនចម្រុះ JBC ដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គណៈកងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែក៏បានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានាគូជំរាបថាក្រសួងការពារជាតិបានអំពាវនាវដល់ពលរដ្ឋកម្ពុជានិងអ្នកសារព័ត៌មានទាំងអស់ត្រូវប្រើប្រាស់នៅព័ត៌មានដែលមានប្រភពច្បាស់លាស់ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវពិតប្រាកដនិងជឿជាក់